សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំម្ដងទៀតហើយតោះកុំឲ្យខាត់ពេលវេលាយូរយើងទៅបន្តសាច់រឿងរបស់ពួកយើងបន្តទៀតបន្ទាប់មកវ៉ាងយ៉ាងហ្វឹងបានផ្ដល់ឈ្មោះឲ្យពួកគេម្នាក់ស្រដៀងទៅនឹងថាងសានដែរពួកគេត្រូវបានហៅថាវ៉ាងដាវ៉ាងអឺនិងវ៉ាងសានដោយវ៉ាងអឺគេនៅក្នុងបន្ទប់ជាមួយនឹងថាងសានហើយវ៉ាងដានៅក្នុងបន្ទប់ជាមួយនឹងវ៉ាងសានលោកក៏បានប្រាប់ពួកគេថាពួកគេអាចបដូរឈ្មោះបាននៅពេលដែលពួកគេក្លាយជាអ្នកបម្រើពិតប្រាកដមានតែអ្នកដែលក្លាយជាអ្នកបម្រើពិតប្រាកដប៉ុណ្ណោះដែលអាចមានឈ្មោះផ្ទាល់ខ្លួននិងមានសម្លៀកបំពាក់សមរម្យបន្ទាប់ពីអាហារពេលល្ងាចរួចវ៉ាងយ៉ាងហ្វឹងបានប្រាប់ពួកគេឲ្យត្រឡប់ទៅបន្ទប់របស់ពួកគេវិញដើម្បីសម្រាកគាត់នឹងចាប់ផ្ដើមបង្រៀនពួកគេនៅថ្ងៃស្អែកត្រឡប់មកបន្ទប់វិញភាពតក់ស្លុតកាលពីថ្ងៃភាពកក់ក្ដៅនៃកន្លែងនេះបានធ្វើឲ្យវ៉ាងអឺគេងលក់យ៉ាងឆាប់រហ័សដោយឃើញថាគាត់បានគេងលក់ហើយທາງសានក៏ក្រោកពីដំណេកយ៉ាងស្ងៀមស្ងាត់គាត់បានមកគោះទ្វារបន្ទប់មួយនៅម្ខាងនៃជាន់ទី1ហើយគោះទ្វារថ្នមលីងមួយសួយស្នាក់នៅក្នុងបន្ទប់នោះដែលទល់មុខសាលពីបន្ទប់ទាំងពីររបស់ពួកគេទ្វារបានបើកដោយបង្ហាញមុខលីងមួយសួយពីខាងក្នុងដោយឃើញທາງសានភ្នែកហើមរបស់លីងមួយសួយមានសំណើមម្ដងទៀតທາងសានបានដើរចូលទៅក្នុងបន្ទប់ហើយបិទទ្វារយ៉ាងឆាប់រហ័សທາងសានសួរដោយសំឡេងតិចថាមានរឿងអីគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះក្មេងស្រីម្នាក់នេះដែលបានផ្ដល់ឲ្យគាត់នៅអារម្មណ៍នៃភាពកក់ក្ដៅជាលើកដំបូងនៅក្នុងពិភពលោកនេះដែលហាក់ដូចជាមនុស្សសំខាន់ម្នាក់សម្រាប់គាត់ភាពកក់ក្ដៅនេះពិតជាមានតម្លៃណាស់នៅការសួររបស់ທາងសានបានធ្វើឲ្យលីងមួយសួយស្ទើរតែស្រក់ទឹកភ្នែកភ្លាមនោះនាងក៏បានយំយ៉ាងខ្លាំងម៉ាក់ທາងសានភ្ញាក់ផ្អើលហើយទប់ខ្លួនដែលកំពុងញាប់ញ័រវាដូចជាម្ដាយរបស់លីងមួយសួយត្រូវបានស្លាប់ທາងសានសួរជាបន្ទាន់តើមានរឿងអ្វីចំពោះម្ដាយរបស់អ្នកលីងមួយសួយបានយំយ៉ាងខ្លាំងរហូតមិនអាចនិយាយបានបន្ទាប់មកគាត់បាននាំនាងទៅអង្គុយនៅលើគ្រែគាត់បានដាក់ដៃស្ដាំរបស់គាត់ទៅលើខ្នងរបស់នាងហើយបញ្ចូលធម្មពលបន្តិចម្ដងដើម្បីធ្វើឲ្យអារម្មណ៍របស់នាងមានស្ថិរភាពនៅពេលដែលការដាំដុះរបស់គាត់ចូលទៅក្នុងខ្លួនរបស់លីងមួយសួយគាត់មានអារម្មណ៍ថាមានធម្មពលពណ៌បៃតងខ្សោយនៅក្នុងខ្លួនរបស់នាងធម្មពលនេះហាក់បីដូចជាមានទំនាក់ទំនងទៅនឹងបច្ចេកទេសសន្តានរបស់គាត់ທາງសានបានដកដៃចេញពីការបញ្ចូលធម្មពលទៅឲ្យនាងភ្លាមដោយសារតែគាត់មិនចង់ស្រូបធម្មពលខ្សែឈាមបិសាចចចកចេញពីរាងកាយរបស់លីងមួយសួយដោយចៃដន្យនោះពិតជាធ្វើឲ្យនាងមានគ្រោះថ្នាក់ទោះជាយ៉ាងណាក៏ដោយការបញ្ចូលធម្មពលបានធ្វើឲ្យនាងមានអារម្មណ៍កក់ក្ដៅនិងអារម្មណ៍របស់នាងមានស្ថិរភាពបន្តិចដោយទឹកភ្នែកហូរហើយនាងមើលទៅທາງសានហើយនិយាយថាខ្ញុំបានឃើញម៉ាក់នៅលើអាសនៈនោះທາງសានមានអារម្មណ៍តក់ស្លុតភ្លាមពេលបានឮដូចនេះអាសនៈម៉ែនៅលើអាសនៈនោះមនុស្សស្រីទាំង10នាក់នោះពួកគេប្រហែលជាម្ដាយរបស់បុគ្គលទាំង10នាក់នេះដែលបានទទួលមរតកពីខ្សែឈាមបិសាចចចកខ្យល់ជាមួយនឹងម្ដាយរបស់លីងមួយសួយនៅទីនោះប្រកាសថាមានមនុស្សស្រីដែលបាននាំគាត់មកក្នុងពិភពលោកនេះនោះជាម្ដាយបង្កើតរបស់គាត់ហើយវាច្បាស់ណាស់ដោយសារតែគាត់បានសម្រេចចិត្តខ្លាញ់បន្លំជាអ្នកដែលភ្ញាក់ឡើងនៃខ្សែឈាមបិសាចចចកខ្យល់ជាហេតុដែលធ្វើឲ្យរឿងនេះបានកើតឡើងពេលគាត់គិតអំពីរឿងនេះរាងកាយរបស់ທາງសានមិនអាចជួយអ្វីបានឡើយហើយចាប់ផ្ដើមញ័រគាត់ពិតជាមិននឹកស្មានថាភាពសាហាវឃោរឃៅរបស់បិសាចចចកអាចឈានដល់កម្រិតខ្លាំងបែបនេះមនុស្ស3នាក់ផ្សេងទៀតមិនបានកត់សម្គាល់ទេប្រហែលជាដោយសារតែពួកគេដូចជាគាត់ដែរបានបែកបាក់ពីម្ដាយតាំងពីក្មេងហើយគ្រាន់តែមិនអាចស្គាល់ម្ដាយរបស់ពួកគេបានមានតែលីងមួយសួយទេដែលនាងបានរស់នៅជាមួយម្ដាយរបស់នាងហើយធំឡើងជាមួយនឹងគាត់នៅពេលនោះនាងច្បាស់ជាភ័យខ្លាចជាខ្លាំងប៉ុន្តែនាងមិនបានទទួលស្គាល់ម្ដាយរបស់នាងទេការភ័យខ្លាចយ៉ាងខ្លាំងបានរារាំងនាងមិនឲ្យស្រែកខ្លាំងដូច្នេះវាជួយសង្គ្រោះជីវិតរបស់នាងប៉ុន្តែដោយបានឃើញម្ដាយនាងត្រូវបានគេសម្លាប់ពេលនោះអារម្មណ៍របស់នាងតើនាងអាចទប់ទុកនោះដោយរបៀបណាពិភពលោកនេះពិតជាសាហាវណាស់ភ្លាមនោះទ្វារក៏បើកឡើងវ៉ាងយ៉ាងហ្វឹងនិងឈីជីងបានដើរចូលមកនៃរបស់ឈីជីងក៏ក្រហមដែរທາງសានស្រាប់តែក្រោកឈរឡើងគាត់ពិតជាហៀបនឹងបាត់បង់ការគ្រប់គ្រងអារម្មណ៍របស់គាត់បើទោះបីជាគាត់បញ្ចេញនៅស្មារតីដតីភាពតិចតួចដែលគាត់មានក៏ដោយគាត់មិនអាចបំផ្លាញអ្វីទាំងអស់នៅទីនេះបានទេបន្ទាប់មកឈីជីងបោះជំហានទៅមុខយ៉ាងលឿនមករកពួកគេហើយយកលីមកសួយចូលទៅក្នុងដៃរបស់នាងលុំនាងថ្នមវ៉ាងយ៉ាងហ្វឹងបិទភ្នែកដោយការឈឺចាប់ពួកយើងម្នាក់ដែលរស់រានមានជីវិតបានជួបរឿងបែបនេះជាច្បាប់របស់បិសាចចំពោះពួកគេមនុស្សដែលមានខ្សែឈាមជ័រត្រូវចាត់ទុកថាជាការប្រមាថដល់បុព្វបុរសរបស់ពួកគេអាចត្រូវបានបូជាដល់បុព្វបុរសរបស់ពួកគេតែប៉ុណ្ណោះក្រោមហេតុផលទាំងនេះតើអ្នកបានឃើញលលាបាមនុស្សទេពេលដែលខ្ញុំឃើញអ្នកទាំងពីរខ្ញុំមានអារម្មណ៍ថាមានអ្វីប្លែកពីអ្នកទាំងពីរមានភាពវៃឆ្លាតជាពិសេសអ្នកទោះបីជាអ្នកមើលទៅដូចគ្នាទៅនឹងអ្នកផ្សេងទៀតក៏ដោយនៅពេលដែលក្មេង
ញមកជាមួយនឹងអ្នកសម្រាប់ការវាតម្លៃត្រូវបានសម្លាប់រាងកាយរបស់អ្នកកាន់តែតានតឹងឡើងភ្លាមៗនោះមិនមែនជាការភ័យខ្លាចទេប៉ុន្តែជាអារម្មណ៍នៃការសងសឹកខ្ញុំនៅចិត្តអ្នកដូច្នេះខ្ញុំយល់អារម្មណ៍របស់អ្នកយូរយារណាស់មកហើយខ្ញុំចង់ប្រាប់អ្នកថាក្នុងโลกនេះការរស់រានមានជីវិតគឺជាឱកាសតែមួយគត់អ្នកដែលបំផុសគំនិតនឹងនាំមកនៅសេចក្តីស្លាប់មិនត្រឹមតែចំពោះអ្នកប៉ុណ្ណោះទេថែមទាំងចំពោះយើងនិងចំពោះអ្វីទាំងអស់នៅទីនេះប្រសិនបើចៅវាយនាយម្នាក់ក្បត់មេតបទាំងអស់នៅក្នុងទីក្រុងនឹងត្រូវប្រហារជីវិតជាមួយនឹងគ្នាតើអ្នកទាំងពីរយល់ទេកំហឹងនៅក្នុងភ្នែករបស់ថងសានប្រែជាត្រជាក់បន្តិចម្ដងនៅពេលដែលគាត់ក្រឡេកមើលវាងយ៉ាងហ្វឹងការសម្លឹងរបស់គាត់ស្ងប់ស្ងាត់ប៉ុន្តែត្រជាក់អញ្ចឹងតើអ្នកក្រុងនឹងបញ្ចុះបញ្ចូលពួកយើងទេវាងយ៉ាងហ្វឹងស្រាប់តែមានអារម្មណ៍ញ័រក្នុងចិត្តញាក់បន្តិចដោយការសម្លឹងរបស់ថងសានទោះបីគ្រាន់តែជាកុមារក៏ដោយហើយមើលទៅហាក់ដូចជាទន់ខ្សោយនៅក្នុងភ្នែករបស់គាត់ហើយគាត់និយាយថាបើខ្ញុំនឹងបញ្ចុះបញ្ចូលកូនតើខ្ញុំបានឈរនៅមុខអ្នកនៅពេលនេះទេអ្នកលែងអាចឃើញសម្ដីអ្នកទៀតហើយវាត្រូវបានដោះស្រាយដោយពួកគេហើយប្រសិនបើអ្នកពិតជាមានបេះដូងចូលរស់នៅឲ្យបានល្អហើយខិតខំឲ្យកាន់តែរឹងមាំរូបរាងដ៏ត្រជាក់នៅក្នុងភ្នែកថងសានបានបាត់បន្តិចម្ដងហើយកណ្ដាប់ដៃរបស់គាត់បានបន្ធូរបន្ថយម្ដងទៀតប្រសិនបើគាត់បញ្ចេញនៅស្មារតីដ៏ទេវភាពដែលគាត់មានគាត់ប្រកាសថា 80% គាត់អាចបំផ្លាញអ្វីទាំងអស់នៅទីនេះបានប៉ុន្តែលទ្ធភាពដែលគាត់ក្លាយជាព្រះជាថ្មីក្រោមការគៀបសង្កត់នៃពិភពលោកនេះនឹងមានកម្រិតទាបខ្លាំងណាស់ច្បាប់នៃភពផែនដីនេះមានការគៀបសង្កត់យ៉ាងខ្លាំងប៉ុន្តែនៅក្នុងពិភពលោកនេះនៅលើទឹកដីបិសាចតើសេចក្តីវិនិច្ឆ័យអន្តរាយរបស់មនុស្សមានតែនៅក្នុងទីក្រុងបិសាចជចកខ្យល់ទេវានៅគ្រប់ជ្រុងទាំងអស់ទោះបីជាគាត់ត្រូវបំផ្លាញទីក្រុងបិសាចជចកខ្យល់ក៏ដោយក៏វាមិនអាចដោះស្រាយបញ្ហាដំបូងរបស់មនុស្សជាតិបានដែរវាងយ៉ាងហ្វឹងនិយាយត្រូវតើតែខ្លាចជាអ្នកខ្លាំងជាងគេទើបមានអំណាចពិតប្រាកដទើបអាចដោះស្រាយបានគ្រប់យ៉ាងពេលនោះហើយដែលដៃដ៏កក់ក្ដៅបានចាប់ខ្លួនគាត់ថងសានងាកទៅមើលហើយឃើញទឹកភ្នែករបស់ជីជីងកូនគ្មានអ្វីដែលយើងអាចធ្វើបានទេការរស់នៅឲ្យបានល្អគឺជារឿងល្អបំផុតដែលអ្នកអាចផ្ដល់ឲ្យម្ដាយរបស់អ្នកបានខ្ញុំក៏មានកូនមួយដែរប៉ុន្តែគាត់បានបរាជ័យក្នុងការវាយតម្លៃប្រសិនបើគាត់ជោគជ័យខ្ញុំសុខចិត្តស្លាប់ជីជីងបាននិយាយនៅពេលដែលនាងទាញថងសានចូលទៅក្នុងដៃរបស់នាងផងដែរដោយកាន់គាត់នឹងលីមួយសួយជាមួយនឹងគ្នាការអោបរបស់ជីជីងមានភាពកក់ក្ដៅធ្វើឲ្យបេះដូងរបស់គាត់កក់ក្ដៅលីមួយសួយយំនៅក្នុងដៃរបស់នាងហើយដេកលក់បន្តិចម្ដងនៅក្នុងការអោបដ៏កក់ក្ដៅរបស់នាងវាងយ៉ាងហ្វឹងបាននាំថងសានត្រឡប់ទៅបន្ទប់គាត់វិញវាងយ៉ាងហ្វឹងក្រវីក្បាលហើយនិយាយថាគេងលក់ឲ្យស្រួលណាស់ថងសានសម្លឹងមើលវាងយ៉ាងហ្វឹងដោយសង្កេតមើលបុរសដែលហាក់ដូចជាចាស់ទៅហើយនៅក្នុងភ្នែករបស់គាត់ពោពេញដោយការឈឺចាប់ហើយឈីជីងក៏ធ្លាប់មានកូនដែលបរាជ័យក្នុងការធ្វើតេស្តខ្សែឈាមដោយកូនទាំង5នាក់នៅសពថ្ងៃនេះដែរនេះហើយជាមូលហេតុដែលគាត់អស់សង្ឃឹមក្នុងថ្ងៃនេះហេតុអ្វីបានជាគាត់ខំប្រឹងយ៉ាងនេះព្រោះសង្ឃឹមថានឹងមានកូនច្រើនអាចរស់បានថងសានមើលទៅកាន់វាងយ៉ាងហ្វឹងយ៉ាងជ្រាលជ្រៅហើយនិយាយថាលោកគ្រូអរគុណអ្វីត្បិតតែគាត់ធ្លាប់ជាស្ដេចអាទិទេពក្នុងជីវិតមុនរបស់គាត់ហើយវាងយ៉ាងហ្វឹងត្រឹមជាមនុស្សថ្នាក់ទាបសូម្បីតែនៅក្នុងទីក្រុងបិសាចជចកខ្យល់ក៏ដោយប៉ុន្តែសកម្មភាពរបស់វាងយ៉ាងហ្វឹងដើម្បីរក្សាភាពភ្លឺស្វាងនៃក្តីសង្ឃឹមសម្រាប់មនុស្សជាតិសមនឹងទទួលបានការគោរពពីគាត់ហើយពួកគេស្គាល់គ្នាត្រឹមតែមួយថ្ងៃប៉ុណ្ណោះជាមួយនឹងស្មារតីទេវភាពរបស់ថងសានគាត់អាចមានអារម្មណ៍ដឹងអំពីភាពស្មោះត្រង់នៅក្នុងចិត្តរបស់វាងយ៉ាងហ្វឹងនិងឈីជីងថងសានយប់នេះគាត់មិនបានដេកទេហើយក៏មិនបានវឹកហាត់ដែររូបភាពនៃអាសនៈបានបន្តនៅក្នុងគំនិតរបស់គាត់មិនបានចេញទៅក្រៅទេយប់នេះហើយខណៈពេលដែលក្របពូជនៃការស្អប់ខ្ពើមត្រូវបានសាបព្រោះនៅក្នុងចិត្តរបស់គាត់និងភាពកក់ក្ដៅដែលវាងយ៉ាងហ្វឹងនិងប្រពន្ធរបស់គាត់បានផ្ដល់ឲ្យគាត់ក៏ជាអ្វីដែលគាត់ស្រឡាញ់យ៉ាងខ្លាំងផងដែរនៅពេលនេះគាត់មិនអាចប្រព្រឹត្តដោយប្រហើនបានទេព្រឹកឡើងឈីជីងបានរៀបចំអាហារពេលព្រឹកសម្រាប់ក្មេងៗបន្ទាប់ពីសម្រាប់មួយយប់ហើយវាងដាវាងអឺនិងវាងសានមានស្មារតីកាន់តែខ្លាំងពួកគេបានញ៉ាំអាហារពេលព្រឹកយ៉ាងឆ្ងាញ់ពិសាទឹកមុខបង្ហាញពីការពេញចិត្តថងសានអង្គុយស្ងាត់មិនបាននិយាយអ្វីទាំងអស់ចំណែកលៀងមួយសួយមានភ្នែកហើមហើយមានទម្រង់មាត់បិទជិតវាងយ៉ាងហ្វឹងហាក់ដូចជាបានវិលមករកភាពធម្មតាវិញក្រោយពេលញ៉ាំអាហារពេលព្រឹករួចគាត់ឲ្យអ្នកទាំង5ឈរនៅមុខគាត់ចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងបង្រៀនអ្នករៀងរាល់ព្រឹកខ្ញុំនឹងបង្រៀនអ្នកអំពីមេរៀនវប្បធម៌និងចំណេះដឹងទូទៅអំពីទ្វីបនេះនៅព្រឹកបន្ទាប់មានការវាយតម្លៃលើខ្លឹមសារនៃថ្ងៃមុនបើសិនបរាជ័យនឹងត្រូវទទួលទោសនៅពេលរសៀលគឺជាការបង្រៀនអំពីបច្ចេក
ទេសការផ្លាស់ប្ដូរបិសាចចកខ្យល់យើងត្រូវបង្កើនល្បឿនរៀនឲ្យបានលឿនបំផុតក្នុងរយៈពេល3ឆ្នាំនេះអ្នកទាំងអស់គ្នាមិនអាចសម្រាកទេត្រូវខិតខំរៀននិងធ្វើការវឹកហាត់រៀនរាល់ថ្ងៃបើធ្វើបែបនេះ3ឆ្នាំក្រោយទើបអ្នកអាចរស់រានមានជីវិតបានតើអ្នកទាំងអស់គ្នាយល់ទេវ៉ាងដាវ៉ាងអឺនិងវ៉ាងសានអ្នកទាំងអស់គ្នាងក់ក្បាលជាបន្តបន្ទាប់នៅទីនេះពួកគេមានអារម្មណ៍ថាពួកគេបានមកដល់ឋានសួគ៌ដែលមិនធ្លាប់មានកាលពីមុនមកដោយមិនចាំបាច់ធ្វើការហើយមានអាហារញ៉ាំគ្រប់គ្រាន់ទោះបីជាពួកគេមិនសូវច្បាស់នឹងអ្វីៗក៏ដោយប៉ុន្តែមនុស្សជាធម្មជាតិមានចំណេះដឹងពួកគេក៏ចាប់ផ្ដើមយល់ថាជីវិតរបស់ពួកគេនឹងមានការផ្លាស់ប្ដូរពួកគេក៏បានយល់ពីអ្វីៗដែលវ៉ាងយ៉ាងហ្វឹងបាននិយាយដោយការវិតម្លៃក្នុងរយៈពេល3ឆ្នាំក្រោយគឺថាបរាជ័យមានន័យថាស្លាប់ដូចជាការវិតម្លៃកាលពីម្សិលមិញដែរវ៉ាងយ៉ាងហ្វឹងបានយកក្តារខៀនមួយចេញហើយចាប់ផ្ដើមសរសេរទៅលើវាដោយបង្រៀនពួកគេទាំង5នាក់ឲ្យសរសេរអំពីអក្សរនៃពិភពលោកនេះពីមួយតួអក្សរទៅមួយតួអក្សរក្នុងចំណោមអ្នកទាំង5នាក់នោះលៀងមួយសួយគឺជាមនុស្សតែម្នាក់គត់ដែលមានការយល់ដឹងខ្លះអំពីតួអក្សរទាំងនេះនិងស្គាល់តិចតួចខាងសានអាចនិយាយបានប៉ុន្តែគាត់មិនចេះសរសេរឡើយយ៉ាងណាមិញគាត់បានធ្វើជាទាសករអស់រយៈពេល8ឆ្នាំមកហើយថ្ងៃដំបូងពួកគេបានរៀនតែ10អក្សរប៉ុណ្ណោះអក្សរទាំងនេះគឺជាអក្សរងាយៗនិងមូលដ្ឋានបន្ទាប់មកគាត់បាននិយាយអំពីដែនដីបិសាចនៅលើទឹកដីបិសាចរបស់យើងភាគច្រើនមានតំបន់ធំៗចំនួន2គឺតំបន់ដែលគ្រប់គ្រងដោយត្រកូលបិសាចនិងត្រកូលវិញ្ញាណត្រកូលបិសាចហៅខ្លួនឯងថាត្រកូលបរិសុទ្ធហើយតំបន់ដែលពួកគេគ្រប់គ្រងត្រូវបានគេស្គាល់ថាចក្រភពទានយូត្រកូលវិញ្ញាណត្រូវបានគេហៅដែរថាជាត្រកូលខាងវិញ្ញាណហើយតំបន់ដែលពួកគេគ្រប់គ្រងត្រូវបានគេហៅថាចក្រភពរីឈីងប្រជាជននីមួយៗមានឈ្មោះប្រទេសខ្លួនខុសគ្នាដូច្នេះចាប់ពីនេះតទៅនៅពេលខ្ញុំនិយាយខ្ញុំនឹងប្រើពាក្យត្រកូលបរិសុទ្ធនិងត្រកូលខាងវិញ្ញាណដើម្បីងាយស្រួលយល់វាមិនច្បាស់ទេថាទឹកដីបិសាចបានមានឡើងនៅពេលណាយោងតាមប្រវត្តិសាស្ត្រដែលបានកត់ត្រាដោយត្រកូលទាំងពីរគេបាននិយាយថាបិសាចដូនតានិងវិញ្ញាណដូនតាបានកើតឡើងនៅក្នុងពិភពលោកនេះពួកគេបានបង្កើតត្រកូលបិសាចនិងត្រកូលវិញ្ញាណពោលគឺត្រកូលបរិសុទ្ធនិងត្រកូលខាងវិញ្ញាណត្រកូលបរិសុទ្ធនិងត្រកូលវិញ្ញាណបានកើតមកជាមួយនឹងសមត្ថភាពដ៏រឹងមាំសត្វចម្លែកដ៏អស្ចារ្យនិងបិសាចវិញ្ញាណឬឋានសួគ៌បានចាប់ផ្ដើមលេចឡើងត្រកូលដ៏អស្ចារ្យទាំងពីរជាមួយនឹងកម្លាំងដែលមិនអាចប្រៀបផ្ទឹមបានគ្រប់គ្រងលើទឹកដីដ៏ធំទូលាយនៃដែនដីបិសាចមានទំនាក់ទំនងស៊ីសង្វាក់គ្នារវាងត្រកូលបរិសុទ្ធនិងត្រកូលខាងវិញ្ញាណដូច្នេះទោះបីជាមានចំនួនក៏ដោយក៏តុល្យភាពរួមត្រូវបានរក្សាទុកដោយដាច់ឡែកពីគ្នាផងដែរក្រុមត្រកូលបរិសុទ្ធគ្រប់គ្រងភាគឦសាននៃដែនដីបិសាចខណៈដែលក្រុមត្រកូលខាងវិញ្ញាណគ្រប់គ្រងទិសនិរតីដែលមានសីតុណ្ហភាពក្តៅជាងត្រកូលនីមួយៗមានទីក្រុងធំៗជាច្រើនដែលនីមួយៗគ្រប់គ្រងដោយបិសាចដ៏អស្ចារ្យនិងបិសាចវិញ្ញាណនៃត្រកូលទាំងពីរនៅចំណុចកណ្ដាលនៃព្រំប្រទាល់នៃត្រកូលទាំងពីរដែលអាចនិយាយបានថាជាទីក្រុងដ៏ធំបំផុតនៃទីក្រុងវិញ្ញាណបរិសុទ្ធទីក្រុងនេះគឺធំជាងនៅលើដែនដីបិសាចទាំងមូលហើយរស់នៅដោយបិសាចដ៏អស្ចារ្យនិងបិសាចវិញ្ញាណដែលមានកម្លាំងខ្លាំងបំផុតហើយមានគេនិយាយថាទីក្រុងនេះធំមិនអាចនឹកស្មានដល់ខាងសាននិងមិត្តភក្តិ4នាក់របស់គាត់បានស្ដាប់ការរៀបរាប់របស់វ៉ាងយ៉ាងហ្វឹងហើយសូម្បីតែលីងមួយសួយដែលនៅតែសោកស្ដាយក៏ត្រូវបានរំជួលចិត្តខ្លះដែរម្ដាយនាងគ្រាន់តែជាទាសករប៉ុណ្ណោះដែលមានចំណេះដឹងតិចតួចប៉ុណ្ណោះអ្វីដែលវ៉ាងយ៉ាងហ្វឹងកំពុងនិយាយគឺដូចជារឿងមួយសម្រាប់ពួកគេប៉ុន្តែវាក៏ជាលើកទី1ដែរដែលពិភពលោកដ៏ធំទូលាយនៅខាងក្រៅត្រូវបានដាក់នៅចំពោះមុខពួកគេត្រកូលបិសាចមានទីក្រុងធំៗចំនួន8ហើយត្រកូលវិញ្ញាណមានទីក្រុងចំនួន7បូកនឹងទីក្រុងវិញ្ញាណបរិសុទ្ធមួយទៀតរួមគ្នាត្រកូលទាំងពីរមានទីក្រុងធំៗចំនួន16មានតែបិសាចនិងបិសាចវិញ្ញាណប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីគ្រប់គ្រងទីក្រុងធំៗទាំងនេះអ្នកដែលខ្សោយបង្កើតជាភូមិនិងរស់នៅជុំវិញទីក្រុងធំៗទីក្រុងនេះមានទំហំតូចបំផុតកុលសម្ព័ន្ធចចកខ្យល់ខ្លួនវាមិនមានកម្លាំងខ្លាំងទេហើយសាខារបស់យើងក្នុងកុលសម្ព័ន្ធចចកគឺតូចជាងដូច្នេះយើងកាន់តែខ្សោយទៅទៀតខាងសានសួរចុះមនុស្សវិញតើមនុស្សយើងមាននៅគ្រប់ទីកន្លែងទេវ៉ាងយ៉ាងហ្វឹងសម្លឹងមើលគាត់រួចងក់ក្បាលយឺតៗដោយនិយាយថាបាទមនុស្សយើងគឺរស់នៅពាសពេញនៃដែនដីបិសាចហើយបើនិយាយពីចំនួនមនុស្សគឺច្រើនជាងចំនួនប្រជាជនរួមបញ្ចូលគ្នានៃត្រកូលបិសាចនិងត្រកូលវិញ្ញាណទៅទៀតក្នុងចំណោមពូជទាសករយើងមានចំនួនច្រើនជាងគេមនុស្សយើងគ្មានសមត្ថភាពនិងមានរាងកាយទន់ខ្សោយពីកំណើតបើប្រៀបធៀបទៅនឹងត្រកូលបិសាចនិងត្រកូលវិញ្ញាណដែលមានសមត្ថភាពពីកំណើតនិងខ្លាំងជាងយើងទៅទៀតសមាជិកក្រុមត្រកូលបិសាចនិងត្រកូលវិញ្ញាណដ៏មានឥទ្ធិពលមួយចំនួនថែមទាំងកើតមកជាមួយនឹងភាពខ្លាំងនៃដំណាក់កាលទី5ឬទី6បន្ទាប់ពីឈានដល់ភាពពេញវ័យពួកគេអាចឈានដល់ដំណាក់កាលទី9ហើយបន្តវិវត្តក្នុងទិសដៅដ៏ខ្លាំងក្លាថែមទៀតទោះបីជាយើងខ្សោយក៏ដោយយើងអាចបន្តពូជបានលឿនហើយយើងមានបញ្ញាហើយនឹងមានសមត្ថភាពក្នុងការធ្វើការងារលំបាកជាច្រើនហើយយើងមានការច្នៃប្រឌិតបន្ទាប់មកគាត់និយាយដោយទឹកមុខ
រៀបស្មើថាសាច់ឈាមល្អដូច្នេះយើងអាចប្រើជាទេសកលសម្រាប់ត្រកូលបិសាចនោះគឺជាមូលហេតុដែលពួកគេចិញ្ចឹមពួកយើងជាច្រើនក្នុងភ្នែករបស់ពួកគេយើងគ្រាន់តែជាប្រភេទសាច់ខ្សោយប៉ុណ្ណោះប៉ុន្តែវាអស្ចារ្យត្រង់នៅពេលដែលត្រកូលបិសាចនិងត្រកូលវិញ្ញាណខ្លាំងៗមួយចំនួនអាចបដូររាងកាយទៅជាមនុស្សបានខ្ញុំបានឮពីរឿងនេះប៉ុន្តែខ្ញុំមិនដែលបានឃើញទេគេនិយាយថាទេសកលរបស់មនុស្សនៅខាងត្រកូលវិញ្ញាណមានជីវិតប្រសើរជាងមុនបន្តិចភាគច្រើនដោយសារតែត្រកូលវិញ្ញាណភាគច្រើនមិនស៊ីសាច់ហើយមិនសូវកាច់សាហាវជាងនេះទៅទៀតនៅក្រោមកាលៈទេសៈចៃដន្យវាអាចមានការលាយបញ្ចូលគ្នារវាងមនុស្សនិងត្រកូលវិញ្ញាណដូច្នេះហើយអ្នកបម្រើមនុស្សនៅខាងត្រកូលវិញ្ញាណក៏មានឋានៈខ្ពស់ជាងយើងផងដែរវាគ្រប់គ្រាន់ហើយសម្រាប់ថ្ងៃនេះបើខ្ញុំនិយាយច្រើនពេកអ្នកនឹងមិនចាំវាទេបន្ទាប់ពីត្រឡប់ទៅវិញអ្នកត្រូវតែសរសេរតួអក្សរនីមួយៗដែលខ្ញុំបានបង្រៀនអ្នកនៅថ្ងៃនេះ10ចប់ដើម្បីឲ្យការចងចាំបានល្អនឹងមានការធ្វើតេស្តនៅថ្ងៃស្អែកហើយអ្នកណាដែលបរាជ័យនឹងត្រូវទទួលទោសម៉ោងសិក្សាពេលព្រឹកបានបញ្ចប់តាមការនិយាយរបស់វ៉ាងយ៉ាងហ្វឹងទោះបីជាចំណេះដឹងរបស់គាត់មិនច្រើនក៏ប៉ុន្តែវាច្រើនជាងមនុស្សធម្មតាទៅទៀតការស្ដាប់រឿងទាំងនេះជាពិសេសអំពីដែនដីបិសាចនៅចុងម៉ោងបានជួយដល់ທາງសានជាច្រើនគាត់ចង់ស្វែងរកប្រពន្ធរបស់គាត់ដែលកើតជាថ្មីហើយជំហានដំបូងគឺត្រូវយល់អំពីពិភពលោកនេះជាមុនសិន